សូមជម្រាបសួរ Alex ពីចម្ងាយចា៎បាទសូមជម្រាបសួរបងបាទចាអរគុណច្រើន Alex បានរងចាំចូលមករងចាំនឹងយូរហើយចានៅក្នុងកម្មវិធីផ្សាយរបស់យើងនេះចាដោយដែលនាងខ្ញុំបានជម្រាបជូនហើយចាយើងដឹងទាំងអស់គ្នាហើយថាតាមរយៈសន្ទុះរបាយការណ៍នៃសន្ទុះអំពើពុករលួយរបស់អង្គការដំណាភិបអន្តរជាតិដែលចេញផ្សាយសម្រាប់ឆ្នាំ2025ចាគឺចេញផ្សាយកាលពីថ្ងៃទី10ខែកុម្ភៈហ្នឹងបានបង្ហាញឲ្យថាកម្ពុជានឹងមានលេខរៀង163នៅក្នុងចំណោម182ប្រទេសនិងដែនដីហើយក្នុងហ្នឹងកម្ពុជាទទួលបានពិន្ទុ20ចាពិន្ទុ20នេះបើសិនជាយើងមើលនៅក្នុងរបាយការណ៍របស់អង្គការដំណាភិបអន្តរជាតិនឹងយើងមើលឃើញថាពិន្ទុដែលនៅក្រោម30ពិន្ទុដែលនៅក្រោម30គឺបានន័យថាគឺនៅក្នុងប្រទេសនឹងបានរឹតបន្តឹងសិទ្ធិសេរីភាពប្រជាពលរដ្ឋគឺមិនមែនជាប្រទេសដែលអនុវត្តប្រជាធិបតេយ្យពិតប្រាកដគឺជាប្រទេសដែលមិនបើកចំហសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋទេគឺវាមានតាក់ទងពិន្ទុហ្នឹងក៏មានតាក់ទងទៅនឹងដំណើរការប្រជាធិបតេយ្យដំណើរការនីតិរដ្ឋហើយនឹងសិទ្ធិសេរីភាពរបស់ពលរដ្ឋដែរក្នុងហ្នឹងកម្ពុជាយើងបានពិន្ទុ20ជាប្រទេសដែលគ្មានទេសេរីភាពហើយក្នុងនឹងអង្គការដំណាភិបនឹងក៏បានផ្ដល់នូវអនុសាសន៍ជាច្រើនសម្រាប់បណ្ដាប្រទេសដែលមានពិន្ទុចាស់ពិន្ទុសន្ទុះអំពើពុករលួយនឹងទាបឬក៏ចំណាត់ថ្នាក់មិនល្អដូចជាកម្ពុជានេះដែរចាប៉ុន្តែមុននឹងយើងទៅជែកទៅដល់ការអនុវត្តរបស់រដ្ឋាភិបាលនេះចានាងខ្ញុំមានសំណួរចង់សួរ Alex ថាពីព្រោះថាមានការលើកឡើងច្រើនណាស់ថានៅពេលដែលអំពើពុករលួយនេះរួតរឹតកម្ពុជាកាន់តែខ្លាំងហើយមិនដែលបានងាកមករកភាពប្រសើរសោះនេះគឺកម្ពុជាអាចនឹងបាត់ឈ្មោះចេញពីផែនទីពិភពលោកបានន័យថានឹងបាត់លែងមានប្រទេសកម្ពុជាតទៅទៀតហើយពួកគេបានលើកឡើងនៅឧទាហរណ៍ជាក់ស្ដែងគឺការឈ្លានពានរបស់ថៃដែលឆ្លៀតឱកាសឈ្លានពានកម្ពុជានៅពេលដែលកម្ពុជាចុះខ្សោយមានន័យថាប្រទេសដែលមានអំពើពុករលួយសេដ្ឋកិច្ចមិនរីកចម្រើនត្រឹមត្រូវទេដូច្នេះរឿងរ៉ាវអំពើពុករលួយនេះបានធ្វើឲ្យសង្គមជាតិចុះខ្សោយវិស័យកងទ័ពក៏ចុះខ្សោយដូច្នេះកម្ពុជាអាចនឹងបាត់បង់ទឹកដីកម្ពុជាអាចនឹងបាត់ឈ្មោះតើការព្រួយបារម្ភនេះពិតដែរឬទេ Alex ចាទីមួយខ្ញុំមិនញ៉ាំអើទេណាដល់ពេលឃើញថាកម្ពុជាជាប់លំដាប់ទាបបំផុតឬក៏ខ្ពស់បំផុតនៅក្នុងការទាំងបញ្ជីរបស់អង្គការដំណាភិបអន្តរជាតិដំណាភិបអន្តរជាតិបាទដដែលទេណាយើងឃើញ20ឆ្នាំ25ឆ្នាំកន្លងមកហ្នឹងគ្មានអីប្រែប្រួលទេមានតែបាតតារាងតរហូតហ្នឹងហើយថាអង្គជាងខ្មែរមានតែភូមិនៅអាស៊ីអាគ្នេយ៍និងប្រទេសនៅអាហ្វ្រិកមួយចំនួនតែកំពុងតែសឹងតែប្រទេសដែលក្នុងតារាងហ្នឹងគឺពុករលួយជាងខ្មែរគឺប្រទេសដែលកំពុងតែមានសង្គ្រាមស៊ីវិលពេញលេញអញ្ចឹងយើងអាចនិយាយថាកម្ពុជានៅក្រោមការដឹកនាំរបស់ចាគឺកម្ពុជាស្ថិតនៅក្នុងចំណោម20ប្រទេសបាតតារាងតែម្ដងចាបាតតារាងតែម្ដងឯងបាទមិនបាតតារាងឆ្នាំនេះទេគឺបាតតារាងមួយឆ្នាំមុន5ឆ្នាំមុន10ឆ្នាំមុន20ឆ្នាំមុនមានប្រែប្រួលតែដែរហើយហេតុអីបើខ្ញុំមិនភ្ញាក់បានពីព្រោះអីចេះអំពើពុករលួយប្រៀបទៅនឹងកៅនឹងមានន័យថាម៉េចគណៈបកប្រជាជនមានទាំងងកញ៉ាមានទាំងមេតបមានទាំងទាហានមានទាំងប៉ូលីសអីជាដើមហ្នឹងគឺអភិបាលស្រុកអភិបាលខេត្តអីហ្នឹងទៅគឺនៅជាមួយគ្នាក្នុងនាមជាបកប្រជាជនដោយសារអីដោយសារមានកៅហើយអ្វីខ្លះជាកៅគឺលុយកខ្វក់ចេញមកពីណាចេញមកពីអំពើពុករលួយឬក៏យើងអាចប្រៀបធៀបមួយទៀតយើងសាងសង់ផ្ទះមួយត្រូវការមានអីគេត្រូវការមានស៊ីម៉ងបើសិនជាថ្ងៃណាមួយយើងដកស៊ីម៉ងចេញផ្ទះរបស់យើងមិនស្រត់ចឹងរដ្ឋាភិបាលឬក៏របបមួយនេះដូចគ្នាដែរគឺស៊ីម៉ងនៃរបបមួយនេះគឺអំពើពុករលួយដូច្នេះហើយមានន័យថាម៉េចទោះបីជាចង់ដោះស្រាយបញ្ហាក៏ដោះស្រាយអត់កើតឧទាហរណ៍ថ្ងៃណាមួយហ៊ុនម៉ាណែតហ៊ុនសែនងើបពីដេកហើយគាត់នឹងឃើញថាអូខេឥឡូវយើងឆ្អែតឆ្អន់អស់ហើយលុយច្រើនណាស់មិនចាំបាច់ពុករលួយទៀតទេចង់បង្ក្រាបអំពើពុករលួយមែនតើណាមិនបង្ក្រាបបែបaccount តាម ACU ទៅរាល់ថ្ងៃណាបើថ្ងៃណាមួយគាត់ចង់បង្ក្រាបមែនតើបង្ក្រាបអត់បានទេណាពីព្រោះថ្ងៃណាមួយលោកហ៊ុនសែននឹងគ្នាគាត់បង្ក្រាបអំពើពុករលួយមិនថាតូចតែតាមផ្លូវណានិយាយពីអាទ្រង់ទ្រាយធំហ្នឹងគឺអំណាចរបស់គាត់គឺអស់លីងដោយសារប្រវត្តិដូច្នេះហើយគ្មានភ្ញាក់ផ្អើលទេថានៅបាត់តារាងដដែលគាត់តែយើងខ្មាស់បំផុតដែលកម្ពុជាគ្មានរីកចម្រើនតតែសោះនៅក្នុងវិស័យនេះហើយក៏មានប៉ះពាល់ច្រើនណាស់ដែលយើងនឹងនិយាយថ្ងៃនេះគាត់ថាឆ្លើយសំណួររបស់បងមិញហ្នឹងគឺប្រកបថាយើងឃើញថាទាហានឧទាហរណ៍ជាក់ស្ដែងដល់ពេលទៅបាញ់គ្នាជាមួយនឹងថៃឈ្លានពានប្រហែលខែកន្លងមកហ្នឹងអស់ក្របបាញ់ឬក៏យើងអាចសួរសំណួរចេះវិញអត់ទេbằngកម្ពុជាដែលឧទាហរណ៍អីគេខ្លាសេដ្ឋកិច្ចផងនឹងមានលុយមាសផងឈើផងខ្សាច់ផងរាប់ពាន់លានដុល្លាររយៈពេល30ឆ្នាំកន្លងមកហ្នឹងហេតុអីបានអត់មានកងទ័ពអាកាសអត់មានកងទ័ពអាកាសហ្មងគុំថាឡើយកងទ័ពអាកាសសូម្បីតែសំណាញ់មេការពារកុំឲ្យ
យន្តហោះតម្បាំងរបស់ថៃឈ្លានពានបំបាញ់អត់មានវិធីការពារផងដោយសារអីដោយសារអត់មានអាវុធអត់មានវិធីអត់មានវិធីទប់ទល់ទេអត់មានវិធីទប់ទល់ដោយសារអីដោយសារអំពើពុករលួយហ្នឹងអញ្ចឹងបើយើងនិយាយថាបើសិនជាកម្ពុជានៅតែបន្តពុករលួយទ្រង់ទ្រាយធំបំផុតរាល់ថ្ងៃកម្ពុជាប្រឈមនឹងបាក់បង់ពីលើបញ្ទីមិនមែនជាគេហៅថាការព្រួយបារម្ភជ្រុលអីទេគឺជាការព្រួយបារម្ភពិតប្រាកដដែលមានហេតុផលគ្រប់គ្រាន់បាទប៉ុន្តែ Alex អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយចាដែលលោក Alex បានបញ្ជាក់មុននេះគឺអង្គភាពរបស់លោកអោមចន្ទៀងហ្នឹងលោកនឹងកូនគាត់សុវិចិត្រាចាអ្នកនាំពាក្យចានិយាយពីអ្នកនាំពាក្យបន្តិចសិនចាអ្នកនាំពាក្យគាត់បានឆ្លើយមកវិញគាត់បានឆ្លើយប្រាប់កាសែតក្នុងស្រុកថាអ្វីដែលអង្គការដំណាភិបអន្តរជាតិរកឃើញពីព្រោះថាអង្គការដំណាភិបនេះគេបានផ្អែកលើប្រភពចំនួន13ប្រភពក្នុងនឹងមានវេទិកាសេដ្ឋកិច្ចវេទិកាធុរកិច្ចពិភពលោកមានប្រភពពីធនាគារពិភពលោកមានប្រភពចេញពីមន្ត្រីសាធារណៈរបស់ប្រទេសមួយអ្នកជំនួញផ្សេងៗអីហ្នឹងគឺថាគេមានប្រភពហ្នឹងដើម្បីគេយកទិន្នន័យយកមកបង្ហាញពីតួលេខពីចំនួនពិន្ទុពីអីហ្នឹងដែលវាឆ្លុះបញ្ចាំងពីអ្វីដែលគេបានលើកឡើងចេញពីប្រភពទាំង13ហ្នឹងសំខាន់ទាំង13នៅក្នុងពិភពលោកហ្នឹងយកមកដើម្បីបង្ហាញថាតើកម្ពុជានឹងស្ថិតនៅលេខរៀងប៉ុន្មានបានបន្ទុកប៉ុន្មានគឺឆ្លុះបញ្ចាំងចេញពីការប្រមូលទិន្នន័យរបស់អង្គការដំណាភិបនឹងហើយប៉ុន្តែអ្វីដែលអង្គការដំណាភិបយោងប្រភពទាំង13សំខាន់ហ្នឹងក៏ត្រូវបានអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងទាត់ចោលជាថ្មីម្ដងទៀតចាទាត់ចោលជាថ្មីម្ដងទៀតដោយបញ្ជាក់ថាមិនបានឆ្លុះបញ្ចាំងពីការពិតទេប៉ុន្តែក៏លើកនេះមានចំណុចវិជ្ជមានបន្តិចដែរដោយថានឹងយកគោលគន្លឹះសំខាន់ហ្នឹងជាបទពិសោធន៍សម្រាប់ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជាដែរតើ Alex ឆ្លើយតបយ៉ាងម៉េចចំពោះរឿងនេះនៅពេលដែលថារឿងនេះមិនបានឆ្លុះបញ្ចាំងពីការពិតសោះហ្នឹងចា៎ទីមួយអង្គភាពប្រឆាំងអំពើពុករលួយដែលកើតឡើងដូចជាប្រហែល20ឆ្នាំហើយតាមខ្ញុំចាំcòn តែជាល្បិចកលមួយរបស់របបលោកហ៊ុនសែនដើម្បីបោកបញ្ឆោតមតិសាធារណៈជាតិនិងអន្តរជាតិគេមានអង្គភាពមួយហ្នឹងគេហៅថា ACU ដើម្បីប្រាប់អ្នកវិនិយោគមកពីក្រៅប្រទេសថាមកកម្ពុជាមកវិនិយោគនៅកម្ពុជាយើងមានវិធីទប់ស្កាត់អំពើពុករលួយប៉ុន្តែចាស់រ៉ាញ់ទៅគឺអស់សំណោចចាស់យើងប្រជាជនខ្មែរក៏ដឹងក្រុមហ៊ុនបរទេសធំហ្នឹងក៏ដឹងខ្ញុំមិននិយាយពីក្រុមជើងកាងដែលចូលចិត្តមកកម្ពុជាទេណាខ្ញុំនិយាយពីក្រុមហ៊ុនស្អាតស្អំក៏គេដឹងដែរគឺគាត់តែរឿងអស់សំណោចរឿងលខោហ្នឹងឧទាហរណ៍ចេះស្ដែងវាពុករលួយបំផុតហ្នឹងគឺអង្គភាពហ្នឹងអង្គភាព ACU ហ្នឹងគឺពុករលួយបំផុតហ្នឹងអមយើងទៀងប្រធានបានផ្ទៃអំណាចឬក៏ត្រៀមផ្ទៃអំណាចខ្ញុំមិនតាមបន្ទាន់ទេគឺទៅណាទៅកូនគាត់ហ្នឹងប្រធានរដ្ឋយើងទៀងហ្នឹងចឹងបានន័យថាសូម្បីតែអង្គភាពដែលមានទូនាទីបង្ក្រាបទៅលើអំពើពុករលួយហ្នឹងក៏ពុករលួយជាងគេរួចហើយដូច្នេះហើយយើងអ្នកនាំពាក្យរបស់ ACU ថាម៉េចគឺគុំតែខ្វល់ដើម្បីតែយើងត្រូវតែខ្វល់ខ្វាយគឺបើសិនជាចង់ឲ្យប្រទេសកម្ពុជាមានមន្ទីរពេទ្យបរដ្ឋមានតែមន្ទីរពេទ្យរបស់ប្រជាពលរដ្ឋទាំងអស់គ្នាត្រឹមត្រូវហ្វ្រីឬក៏មន្ទីរពេទ្យតែមានគុណភាពដោយប្រទេសឯងដែរបើចង់ឲ្យកម្ពុជាមានកងទ័ពរឹងមាំដើម្បីការពារបរណភាពទឹកដីបានបើសិនជាប្រជាជនខ្មែរចង់ឲ្យមានគេហៅថាធនធានធម្មជាតិដូចជាឧទ្យានជាតិដែនជម្រកសត្វព្រៃបើសិនជាប្រទេសកម្ពុជាប្រជាជនខ្មែរចង់បានគេហៅថាអំពើប្រព័ន្ធយុទ្ធធម៌ត្រឹមត្រូវតលតែផ្លាស់ប្ដូររបបដឹកនាំរងហើយហើយស្អីទៅខ្ញុំបាននិយាយខាងដើមរបបនេះគឺត្រូវតែប្រព្រឹត្តអំពើពុករលួយបើអត់ប្រព្រឹត្តគឺអស់អំណាចដូច្នេះហើយយើងអត់មានសង្ឃឹមតតែសោះទៅលើអ្វីដែលអាចថា ACU ហើយគុំថានៅ ACU ណានៅខ្មែរតែប៉ុណ្្នឹងច្បាប់ចែងពីតាំងពីឆ្នាំ93ហ្នឹងតាំងពីអ៊ុនតាក់ហ្នឹងពេលរាជអាជ្ញានឹងចៅក្រមមានទូនាទីគ្រប់គ្រងទៅហើយមានអំណាចគ្រប់គ្រងទៅហើយសម្រាប់ចាប់ប្រកាន់ទៅលើបទល្មើសណាមួយដែលពាក់ព័ន្ធនឹងអំពើពុករលួយឬក៏ការលាងលុយប្រកបប៉ុន្តែមិនដែលឃើញគេធ្វើផងមិនដែលឃើញទៅសោះបើធ្វើចាប់តែត្រីតូចទេត្រីធំអត់ហ៊ានចាប់ណាឥឡូវខ្ញុំដាក់ឧទាហរណ៍ចេះស្រាច់កុំឲ្យគេថាខ្ញុំចេះតែថាតាម Facebook ទេខ្ញុំឃើញផ្ទាល់នៅផ្នែកមកការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រំ2នៅឆ្នាំ2011 2012ហើយដល់ខ្ញុំដឹងដោយសារខ្ញុំនៅក្រុមហ៊ុនដែលនៅក្នុងរឿងហ្នឹងគេមានកងត្រាមួយមានតម្លៃ500ទៅ600លានដុល្លារដើម្បីសាងសង់ទំនប់សេសានក្រំ2នៅខេត្តស្ទឹងត្រែងនិងខេត្តស្ទឹងត្រែងណាកងត្រាហ្នឹងអត់សួរគេថាម៉េចអត់សួរដេញដោលជាសាធារណៈណាអត់ទេណាគឺចង់អល់ហ្មងហ៊ុនសែនផឹកស៊ីជាមួយគ្នាទៅចង់អល់ទៅលើក្រុមហ៊ុនជីកបងខុងគ្រីតហ្នឹងជីកបងគ្រុបហ្នឹងដើម្បីអីដើម្បីជីកបងគ្រុបជីកបងខុងគ្រីតហ្នឹង
ទទួលកងត្រាសាំសងជំនួសបរិយានេះនៅសេសានក្រំពីតម្លៃ$600 លានហើយយើងឃើញណាក្រុមហ៊ុនជាតិបងនឹងពាក្យហ៊ុនរបស់មានពាក្យហ៊ុនរបស់តកូលហ៊ុនណាដូច្នេះហើយអានេះក៏ទៅជាឧទាហរណ៍មួយក្នុងចំណោម1000ឧទាហរណ៍ថ្ងៃនេះបើសិនជាបងសូជីវីនឹងខ្ញុំនឹងនិយាយ5ម៉ោងអត់តន់អស់ប្រធានបទនិយាយណាព្រោះរឿងពុករលួយនៅកម្ពុជាគឺច្រើនណាស់ខ្ញុំសូមលើកឡើងពីឧទាហរណ៍ទី2ដែលខ្ញុំឃើញផ្ទាល់នឹងផ្នែកការបូមខ្សាច់នៅខេត្តកោះកុងពីឆ្នាំ2008ដល់ឆ្នាំ2016ដែលរដ្ឋអត់បានរដ្ឋមិនបានប្រមូលពន្ធនិងសុយសា$100 លានមានន័យថារដ្ឋខាត$100 លានដោយសារអីដោយសារពុករលួយក្រុមហ៊ុនបូមខ្សាច់ទៅនាំចេញទៅសិង្ហបុរីខ្សាច់សមុទ្រណាបងក្រុមហ៊ុនមិនបងពន្ធឲ្យរដ្ឋទេគឺសុកប៉ាន់ឲ្យលយមហាត់គ្រួសាររបស់មិថុនាពូថងសុនតូនិងគ្រួសារតកុលហ៊ុនណាដូច្នេះហើយយើងឃើញរដ្ឋខាត$100 លានប៉ុន្តែបុគ្គលដែលមានទូនាទីមានអំណាចក្នុងរដ្ឋណាបានលុយចំណេញដាក់ក្នុងកប៉ាល់ខ្លួនឯង$100 លានដល់តែផលចំក្រោយប្រជាពលរដ្ឋដែលរងគ្រោះពីរឿងបូមខ្សាច់សមុទ្រហ្នឹងសាលារៀនក៏អត់មន្ទីរពេទ្យក៏អត់ផ្លូវថ្នល់ក៏អត់ហើយប្រទេសកម្ពុជាទាំង4ហ្នឹងខាត$100 លានគ្រាន់តែរឿងខ្សាច់សមុទ្រទេអត់តនិយាយរឿងមាសកញូងនិងរឿងមកកំពូលទៅទៀតដូច្នេះហើយយើងអាចនិយាយថារដ្ឋកាន់តែខ្សោយបាទរដ្ឋខ្សោយកម្ពុជាខ្សោយពីព្រោះរដ្ឋតំណាងកម្ពុជាតែបុគ្គលដែលមានទូនាទីមានអំណាចក្នុងរដ្ឋណាមានលុយកាន់តែច្រើនដើម្បីទិញ Ferrari Lamborghini ទៀតតែវីឡាបណ្ណានៅ Sydney ឬក៏មួយទៀតយើងកុំនិយាយឆ្ងាយពេកទេណាមើលនាឡិការបស់ហ៊ុនសែនផងនាឡិការបស់គាត់ហ្នឹងតាមខ្ញុំប្រមូលតួលេខប្រហែលសប្តាហ៍មុនហ្នឹងយើងនិយាយត្រឹមនាឡិកាដែលគាត់ហ៊ានបញ្ចេញហ៊ានបង្ហាញជាសាធារណៈណាអត់តនិយាយពីនាឡិកាដែលគាត់លាក់ណាតម្លៃមិនក្រោម$50 លានបានលុយមកពីណាហ៊ុនសែនមិនបានរកស៊ីអីផងបានលុយពីពុករលួយណា$50 លានហ្នឹងឥឡូវយើងមើលប្រជាពលរដ្ឋជនភៀសខ្លួនជនភៀសសឹកប្រហែល10000ប្រហែល40នាក់បើសិនជាយក$50 លានហ្នឹងមកទិញអង្គមកទិញគេទិញមកហូបអីគេហូបហ្នឹងគេមិនចំណេញទេតែរដ្ឋអត់មានលុយដោយសារលុយហ្នឹងគឺលួចអស់ហើយយកទៅទិញនាឡិកាបាទអរគុណច្រើនបងចានឹងនិយាយតែនាឡិកាទេនៅមិនទាន់និយាយពីទ្រព្យសម្បត្តិផ្សេងទៀតដែលយើងមិនចាមកដល់ត្រង់ចំណុចដែលថាអង្គើពុករលួយនិងបំផ្លាញសង្គមជាតិនេះគេបានភ្ជាប់អង្គើពុករលួយទៅនឹងភាពជាអ្នកដឹកនាំទៅនឹងការដឹកនាំរដ្ឋទៅនឹងនីតិរដ្ឋទៅនឹងប្រជាធិបតេយ្យតើមូលហេតុដែលធ្វើឲ្យអង្គើពុករលួយនៅកម្ពុជាមិនបានកែប្រែសោះនេះដោយសារតែចំណុចពីរសំខាន់ហ្នឹងទេឬក៏មានរឿងរ៉ាវអីផ្សេងទៀតដែរដែលធ្វើឲ្យអង្គើពុករលួយនេះមិនអាចកែប្រែបានសោះនេះអាឡិចចាយើងអាចនិយាយថាតកូលដែលមានអំណាចមិនដែលពូកែរ៉ូស៊ីទេមិនដែលចេះគិតចេះមើលទីផ្សារចេះផលិតចេះផលិតអ្វីមួយដែលលក់ដាច់អីទេអត់ចេះទេចេះអីចេះគៀបឬក៏ទាពុនក្រៅផ្លូវការមិនពុនមែនទេគឺការសោកប៉ាន់ហ្នឹងចេះទាការសោកប៉ាន់ឬក៏គេថាពាហ៊ុនខ្មោចពីមនុស្សដែលពូកែរ៉ូស៊ីដោយឧទាហរណ៍ក្រុមហ៊ុនមួយចំនួននៅខ្មែរដែលខ្មែរចិនប្រមាណខ្លះខ្មែរមកពីហ្នឹងកម្ពុជាខ្លះគ្រួសារចិនអញ្ចឹងទៅពូកែរ៉ូស៊ីពូកែលូដូពេលចាប់ផ្ដើមមានចំណូលនិងចាប់ផ្ដើមចំណេញតកូលហ៊ុនមកមិនមករ៉ូស៊ីជាមួយគ្នាបាយស្អាតស្អំណាគឺមកយកពាក្យហ៊ុនរបស់គេហ្មងហើយបើសិនជាមិនឲ្យពាក្យហ៊ុនដល់គេមានបញ្ហាគុកឬក៏គេប្លន់ឬក៏គេសម្លាប់តែម្ដងគេអាហ្នឹងគេកាត់ឲ្យច្រើនដល់ដូច្នេះហើយយើងអាចនិយាយថាយើងមានឧទាហរណ៍ច្រើនណាស់ដែលយើងអាចឲ្យឡើងគាត់ថាស្ដាយអត់មានពេលគ្រប់គ្រាន់គាត់ថារបបផ្ដាច់ការកាន់អំណាចគ្រួសារនឹងកាន់អំណាចនៅអាហ្វ្រិកក៏មាននៅកម្ពុជាក៏មានប្រទេសច្រើនណាស់គ្រួសារហ្នឹងបើសិនជាគេហត់យូរទៅនឹងកាន់អំណាចដើម្បីអីដើម្បីលុយតែហើយអាលុយហ្នឹងបានមកពីណាមិនបានពីប្រជាជនសោកប៉ាន់ពលីតាមផ្លូវណាបានពីហ៊ុនខ្មោចឬក៏បានពីមួយទៀតហ្នឹងយើងនិយាយមិនក្រុមហ៊ុនរ៉ូស៊ីត្រកូលហ្នឹងគឺយកបង្ខំឲ្យបងពុនក្រៅផ្លូវការទៅគ្រួសារត្រកូលហ៊ុនប៉ុន្តែមួយទៀតធំជាងហ្នឹងទៅទៀតតែតែការពីផលប្រយោជន៍របស់ក្រុមជើងកាងនៅកម្ពុជាក្រុមជើងកាងអង់គ្លេសថា mafia ច្រើនណាស់បងធំអីហ្នឹងយើងឃើញតែប្រហែលឆ្នាំកន្លងមកកម្ពុជាល្បីខាងការលាងលុយកខ្វក់និងបោកអនឡាញ scam center ទោះថាបើសិនជាតកូលហ៊ុនមិនអនុញ្ញាតប្រកបណាក្រុមហ៊ុនហ្នឹងมันអាចមានវត្តមាននៅកម្ពុជារយៈពេល2ឆ្នាំកន្លងមកហ្នឹងចំណេញរាប់ពាន់លានដុល្លារហ្នឹងអញ្ចឹងគឺឆ្លើយសំណួរបងហ្នឹងគឺដល់ហើយខ្ញុំនិយាយខាងដើមហ្នឹងតកូលនេះគឺឆ្លាញ់ជាងគេគឺលុយនិងអំណាចដូច្នេះហើយ
ត្រូវតែមានវិធីដើម្បីរលុយពីសកម្មភាពស្របច្បាប់របស់ក្រុមហ៊ុនធំៗនិងសកម្មភាពខុសច្បាប់របស់ក្រុមជើងកាងខ្សាច់បងខ្សាច់ទៅសិង្ហបុរីក៏ទៅឧទាហរណ៍រឿងកញ្ញូងនៅខេត្តពោធិ៍សាត់ខេត្តកោះកុងឆ្នាំ2010 2011 2012និងខេត្តមួយចំនួនជាពិសេសពីរខេត្តមិញមានតម្លៃមិនក្រោម$500 លានប៉ុន្តែរដ្ឋបាលព្រៃឈើកាលនោះរដ្ឋបាលព្រៃឈើមិនទាន់ក្រសួងបរិស្ថានណាបានលុយទីមែនតើប៉ុន្តែអ្នកមានទូនាទីនៅក្នុងរដ្ឋាភិបាលបានលុយរាប់រយលានដុល្លារអានឹងឧទាហរណ៍មួយទៀតដែលយើងអាចនិយាយបានថាឆ្លាញ់លុយរហូតដល់ផ្លិចខ្លួនរឿងមួយណាបើយើងមើលអ្វីដែលកើតឡើងនៅនេប៉ាល់ថ្មីនេះពីព្រោះខ្ញុំឃើញថាមិនត្រឹមពុកកលុយគឺល្ងងខ្លៅទៀតនិយាយចំទៅពុកកលុយប៉ុន្តែអត់លាក់ណាមានន័យថាពេលទៅចូលកម្មវិធីការគេឬក៏ជីកយន្តហោះឯកជនយន្តហោះមួយ$30 លាន$40 លានមិនយន្តហោះមួយ$1000ណាគឺអត់លាក់ទេគឺអួតហ្មងអួតតាម Instagram តាម Facebook ដោយប្រហែលថ្ងៃមុនហ្នឹងចូលរួមកម្មវិធីការរបស់គេនាឡិកាមួយ$10 លានប្រពន្ធគាត់ហ្នឹងគឺសិតតែគ្រឿងអលង្ការអីជាដើមអញ្ចឹងទៅអញ្ចឹងមានន័យថាខ្ញុំសូមប្រឡអនុសាសន៍មួយតែប៉ាត់អនុសាសន៍មាន2ប៉ុន្តែអនុសាសន៍ទី1របស់ខ្ញុំហ្នឹងជូនទៅអ្នកការតំណែងរាល់ថ្ងៃជាពិសេសតពលមួយនោះណាសូមកុំភ្លេចថាអ្វីដែលកើតឡើងនៅប្រទេសមួយចំនួនកន្លងមកមាននេប៉ាល់ជាដើមមានស្រីលង្កានិងប្រទេសផ្សេងផងដែរប្រជាពលរដ្ឋពេលឃ្លានពេលទ្រាំមិនបានទេហើយអ្នកឯងគឺអួតពីលុយដែលបានលួចពីប្រជាពលរដ្ឋប្រជាជនគេខឹងមានរឿងច្រើនណាស់ដែលកើតឡើងដូចខ្ញុំនិយាយមិញយ៉ាងនៅនេប៉ាល់យុវជនដល់ពេលឃើញកូននាយករដ្ឋមន្ត្រីពីដូនរបស់គេយុជីយន្តហោះឲ្យទៅជន់ទៅលេងញូវយ៉កទៅលេងស៊ីដនីទិញឡានមួយ$2 លានគេឃើញគេខឹងពីព្រោះកំពុងតែឃ្លានដូច្នេះហើយរយមល់មួយសូមប្រយ័ត្នប្រយែងផងកុំអួតពេកពីអ្វីដែលបានលួចផងថ្ងៃណាមួយទង្វើហ្នឹងអាចនឹងមានបញ្ហាដល់អ្នកឯងផងបាទចាប៉ុន្តែអាឡិចទោះជាយ៉ាងណាក៏ដោយអង្គការដំណាភិបអន្តរជាតិនៅតែបង្ហាញថាអ្នកដែលអាចដោះស្រាយបញ្ហាអំពើពុករលួយបានគឺមានតែរដ្ឋាភិបាលខ្លួនឯងមានន័យថាគឺរដ្ឋាភិបាលត្រូវតែអនុវត្តនីតិរដ្ឋអនុវត្តប្រជាធិបតេយ្យអនុវត្តឲ្យមានតម្លាភាពក្នុងសង្គមឲ្យមានយុត្តិធម៌ក្នុងសង្គមការពារអ្នកសារព័ត៌មានការពារអ្នកដែលទម្លាយអំពើពុករលួយការពារជនរងគ្រោះនៃអំពើពុករលួយហើយគឺធានាឲ្យមានយុត្តិធម៌ឲ្យមានសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋគឺទម្លាក់ទៅលើរដ្ឋាភិបាលតែម្ដងតើមានសង្ឃឹមថាអញ្ចឹងទេនៅស្រុកខ្មែរដូចដែលអាឡិចបានលើកឡើងអញ្ចឹងថាមើលនៅពេលដែលចង់កម្ចាត់អំពើពុករលួយនៅកម្ពុជានោះវាទាល់តែកាត់សាច់កាត់ឈាមកាត់សរសៃខ្លួនឯងក្រុមគ្រួសារតកូនហ៊ុនហ្នឹងចាអង្គការសង្គមស៊ីវិលត្រូវតែនិយាយអញ្ចឹងគេត្រូវតែនិយាយថាសូមផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលត្រូវតែដោះស្រាយអំពើពុករលួយហ្នឹងមកពីអង្គការសង្គមស៊ីវិលបើនិយាយអញ្ចឹងទេគឺប៉ះពាល់ទៅលើការប្រមូលថវិកាពីម្ចាស់ជំនួយអញ្ចឹងតែហើយអង្គការហ្នឹងបានចុះបញ្ជីនៅកម្ពុជាដែរណាចឹងគឺត្រូវតែប្រយ័ត្នប្រយែងប៉ុន្តែសម្រាប់យើងហ្នឹងដែលជាមនុស្សដែលហ៊ាននិយាយការប៉ັດមិននិយាយការពារទេហើយក៏យើងមិនមែនជាបុគ្គលិកអង្គការអីទេយើងអត់ខ្វល់យើងនិយាយការប៉ັດទេរដ្ឋាភិបាលមួយនេះបើសិនជាចង់ដោះស្រាយបញ្ហាអំពើពុករលួយស្រួលទេទៅពលានយន្តហោះគេយន្តហោះពលានថ្មីហ្នឹងសម្ដេចទេជោស្អីហ្នឹងហើយហោះទៅចិនហោះទៅឆ្ងាយទៅហើយទៅឯអ្នកផ្សេងកាន់អំណាចកាន់ទូនាទីនាយករដ្ឋមន្ត្រីរដ្ឋាភិបាលផងអាហ្នឹងដំណោះស្រាយតែមួយគត់ទេហើយបើសិនជាមិនជឿមើល3ឆ្នាំ5ឆ្នាំ10ឆ្នាំទៅមុខទៀតបើសិនជាគេកាន់អំណាចខ្ញុំហ៊ានផ្ដល់ដាក់អាយុជីវិតមកមួយឆ្នាំទៀតបងសម្ភារខ្ញុំម្ដងទៀតក៏បានដែរណាហើយបើសិនជាកម្ពុជាឡើងអីគេ20ឬក៏30ទុកហ្នឹងខ្ញុំហ៊ានកោសក់នៅ live ផ្ទាល់ទី live ផ្ទាល់មកគឺអត់អាចទៅរួចអញ្ចឹងគឺมันអាចអ្វីដែលរដ្ឋាភិបាលអាចធ្វើបានគឺអត់មានអីទាំងអស់ឥឡូវឧទាហរណ៍ជាក់ស្ដែងអង្គភាពប្រឆាំងអំពើពុករលួយបង្កើតយូរហើយតាមានតាលិកាច្រើនតែមានគ្រប់ខេត្តក្រុងណាប៉ុន្តែអត់មានឃើញដំណោះស្រាយអីផងដូច្នេះហើយគឺអត់មានណាដំណោះស្រាយអញ្ចឹងទេហើយក៏សូមលើកឡើងពីផលប៉ះពាល់ច្រើនណាស់ប៉ុន្តែឧទាហរណ៍មួយកម្ពុជារងថ្ងៃត្រូវការអីត្រូវការអ្នកវិនិយោគមកពីក្រៅប្រទេសដើម្បីបង្កើតការងារធ្វើជូនឲ្យប្រជាជនណាត្រូវការធ្ងន់ធ្ងរហ្មងប៉ុន្តែសួរថាក្រុមហ៊ុនប្រភេទម៉េចដែលហ៊ានមកកម្ពុជាអត់មានវិស័យទេសចរក៏អត់វិស័យរ៉ែក៏ស្ទើរវិស័យឧទាហរណ៍ថាផលិតឡានផលិតម៉ូតូអីឬក៏គ្រឿងណាដែលអាចនាំចេញទៅអឺរ៉ុបចេញទៅអាមេរិកចឹងទៅគឺអត់មានទេដោយសារអីដោយសារខ្លាចពុករលួយបែបជាប្រព័ន្ធគឺនាំឲ្យមានបញ្ហាដល់ក្រុមហ៊ុនឯកជនស្អាតស្អំប៉ុន្តែយើងឃើញតែប្រហែលឆ្នាំកន្លងមកហ្នឹងក្រុមហ៊ុនជើងកាងអត់បញ្ហាទេគេលើថាកម្ពុជាពុករលួយរដ្ឋាភិបាលមហាពុករលួយគេមករកស៊ីនៅកម្ពុជាពីព្រោះដឹងថាឲ្យតែបងលុយឲ្យគេរួចខ្លួនអាហ្នឹងផលប៉ះពាល់ទី1ដោយសារធ្ងន់ធ្ងរកំពុងតែអត់កម្ពុជាខ្វះខាតលទ្ធភាពនៅក្នុងការអស់ទាញ FDI Foreign Direct Investment មានន័យថា
แต่ตีลอยปีกาประเทศมาวินิยกในการประชิดทำไมมีการเงินทั่วทำไมมีการให้ท้าสตะกี้น่าอ่อนบ่มนั่งปอปาฟอนติปีได้คนตัดปีเด้ขนมจำนำหรือมาโรยดัลอาเย่บ้านยิงอาเย่ท้าพวกลุยน้องเอาเมียนปัญญาดอกอำเภอพวกลุยน้องเอาเมียนปัญญาทั้งหมดทั้งก้อนดอกประชิดจนไกลกรอเมียนทำประชิดจนขมายดัลออฟสเมียนลอยเต้คือรัตตะกรอได้สร้างอำเภอพวกลุยอุติหอคนขมายอายุตะใบบุญตรามชั่งเต่าสลาจับปลามองลุยตบปั้นเต่าครูยังไงจอมเต่าตบแป๊ดบองลุยត្រូវការរត់ឯកសារដើម្បីបានអត្តសញ្ញាណប័ណ្ណត្រូវការបង់លុយសិតតែអំពើពុករលួយដែរអញ្ចឹងមានន័យថាផលប៉ះពាល់ទី2គឺកម្ពុជាជនខ្មែរដែលកំពុងតែខ្វះមុខខ្វះក្រោយដោយសារការងារធ្វើដោយសារបំណុលអីចឹងទៅឃើញថាងើបរួចទេដោយសារអីដោយសារចំណូលរបស់ប្រជាជនមួយចំនួនធំហ្នឹងកំពុងតែអស់ពីកប៉ៅយើងទៅកប៉ៅរបស់អ្នកមានអំណាចនៅថ្នាក់លើហ្នឹងដូច្នេះហើយផលប៉ះពាល់គឺមានច្រើនប៉ុន្តែខ្ញុំនិយាយមិញគឺត្រឹម2ចំណុចទេហើយបើសិនជាបទសម្ភាសន៍យើងក្នុងសន្ទនារបស់យើងតែនេះពីទៅ3ម៉ោងអាចនិយាយ100ក៏បានដែរបងចាអាឡិចលើកឡើងអមាញ់មិញនេះគឺជាអ្នកដែលរងគ្រោះផ្ទាល់ហ្នឹងគឺពលរដ្ឋនឹងហើយបន្ទាប់មកទៀតហ្នឹងអាឡិចបានលើកឡើងខាងដើមថានៅពេលដែលប្រទេសជាតិកាន់តែទុនខ្សោយទៅគឺយើងទទួលស្គាល់ថាប្រទេសជាតិអាចនឹងបាត់ឈ្មោះបាត់មុខចេញពីផែនទីពិភពលោកផងដូច្នេះតើពលរដ្ឋដែលរស់នៅក្រោមរបបដែលមានអំពើពុករលួយដល់ឆ្អឹងនេះអាចធ្វើអ្វីបានខ្លះនៅពេលដែលពួកគេរាល់ថ្ងៃប្រកាសជាបានឃើញអំពើពុករលួយកើតឡើងដោយអាឡិចនិយាយអញ្ចឹងគឺជាការពិតហើយនៅពេលដែលសិស្សសាលាទៅរៀនត្រូវបង់លុយឲ្យគ្រូត្រូវបង់លុយក្រៅណាបង់លុយក្រៅឲ្យគ្រូហើយពុកម្ដាយហ្នឹងក៏ត្រូវបង់លុយឲ្យគ្រូទៅទៀតដើម្បីឲ្យគេយកចិត្តទុកដាក់មើលថែទាំកូនហើយនៅតាមសាលារដ្ឋហ្នឹងហើយគឺជាការបង់ប្រាក់ដែលមិនចាំបាច់តែពួកគាត់ត្រូវធ្វើសោះពីព្រោះនោះគឺជាការធានារបស់រដ្ឋហើយមានរឿងរ៉ាវច្រើនទៀតដូចជាការបណ្ដេញចេញពលរដ្ឋពីលំនៅឋានអំពើពុករលួយនៃការលុបបឹងលុបទន្លេលុបព្រែកលុបសមុទ្រអីអស់ហ្នឹងក៏ជាការឡើងពីអំពើពុករលួយដែលពួកគាត់ឃើញរាល់ថ្ងៃសូម្បីតែពួកគាត់ដែលលក់ដូរតាមចិញ្ចើមផ្លូវហ្នឹងក៏ត្រូវបង់លុយក្រៅផ្លូវការទៅឲ្យអ្នកដែលជាអាជ្ញាធរជាអ្នកសន្តិសុខអីដែលតាមរៀបចំសម្ដាប់ធ្នាប់សាធារណៈអីចឹងទៅអ្នកណាដែលបង់លុយអ្នកនឹងអាចរកស៊ីបានអ្នកណាដែលមិនបង់លុយទេអ្នកនឹងរកស៊ីមិនបានត្រូវគេបំបិតអីចឹងទៅដូច្នេះអំពើពុករលួយនេះគឺគាត់ឃើញរាល់ថ្ងៃគាត់ជួបប្រទេសរាល់ថ្ងៃតើពួកគាត់នឹងគួរធ្វើយ៉ាងម៉េចដើម្បីរើខ្លួនចេញពីអំពើពុករលួយនឹងដើម្បីអាចសង្គ្រោះប្រទេសជាតិយើងនឹងបានចា៎ហើយខ្ញុំដាក់ឧទាហរណ៍ចេះវិញដែលងាយយល់ជាងពាក្យដែលថាអរូបីពេកបើសិនជាយើងមានកែមិនមានយើងចិញ្ចឹមមាន់ចិញ្ចឹមទាយើងមានកសិដ្ឋានកសិកម្មមួយហើយយើងមានអញ្ជើញមាន់កសិដ្ឋានបាទហើយបើយើងឃើញរងថ្ងៃយើងចោលមកលួចមាន់មកលួចទារាល់ព្រឹកហ្មងរាល់ព្រឹកយើងឃើញតែចោលហើយយើងឃើញផ្ទាល់នឹងភ្នែកមកលួចមាន់របស់យើងលួចទៅទេហ្មងយើងមិនខាត់ណាយើងទៅប្រាប់ចោលថាអេលោកឯងកុំមកអញ្ចឹងតទៀតណាមកស្អែកខ្ញុំគុំដុំថ្មខ្ញុំដេញថ្ងៃទី2ចោលមកទៀតមកលួចមាន់មកលួចទាទៀតប្រកាសណាយើងទ្រាំមិនបានទេយើងយកដុំថ្មគុកវាហើយបើយើងហៅទៅប៉ូលីសហើយប៉ូលីសមិនមកទេយើងប្រើបំបងឬប្រើដុំថ្មដើម្បីដេញចោលកុំឲ្យលួចតទៀតរឿងអំពើពុករលួយដូចគ្នាចឹងលួយដែរគ្នាហ៊ុនសែនមិនត្រឹមហ៊ុនសែនទេមានប្រហែលគ្រួសារហ្នឹងប៉ុន្តែអ្នកថាចាត់ទុកជាឋានៈលើកំពូលណាលុយដែលគេមានរាល់ថ្ងៃហ្នឹងបានលុយពីប្រជាជនខ្មែរប្រកាសណាមិនមែនចូលផ្ទះយើងគាត់ផ្ទះយើងណាប៉ុន្តែដូចតែគ្នាអញ្ចឹងប្រហែល$1,000 លានតាមខ្ញុំសន្និដ្ឋានហ្នឹងលុយប៉ុស្តិ៍តកូលហ៊ុនហ្នឹងដែលគេបានលួចមិនក្រោម$5,000 លានគាត់តែមកគ្រួសារអត់តនិយាយពីគ្រួសារផ្សេងទេដូច្នេះហើយលុយហ្នឹងបានមកពីណាបានពីលួចរបស់ប្រជាពលរដ្ឋមកគ្រួសារអាចនិយាយថាប្រជាជនខ្មែរមកគ្រួសារបាត់បង់លុយមិនក្រោម$2,000 ទៅ$30,000រយៈពេល20ឆ្នាំកន្លងមកហ្នឹងតែស្អីដែលសារអ្នកកាន់អំណាចមិនខ្វល់ពីប្រជាជនខ្វល់ពីយកលុយតាមរយៈកិច្ចពន្ធតាមរយៈអំពើពុករលួយផ្សេងទៅដូច្នេះហើយយើងគុំទៅគិតអំពីគេថាម៉េចអូដរាបណាគេមិនប៉ះឆ្នាំបាយបងអាចអត់អីផងអត់អញ្ចឹងណាគេកំពុងតែលួចពីកប៉ៅរបស់យើងផងបើមិនជឿណាមិនពាក់ខ្ញុំច្រើនណាស់អត់ហ៊ានខ្លាចអាពេលឪពុកម្ដាយរបស់គេអាយុ65ឆ្នាំ70ឆ្នាំឈឺត្រូវការទៅពេទ្យលីង$20,000ដោយសារពេទ្យអត់មានលទ្ធភាពត្រូវតែជូនម្ដាយរបស់គេទៅវៀតណាមពីមុនទៅថៃអញ្ចឹងទៅដោយសារអីដោយសារអាលុយ$20,000ហ្នឹងតែយើងបងលុយឲ្យមន្ទីរពេទ្យបរទេសលុយនៅក្នុងកប៉ៅរបស់ហ៊ុនសែនតាដូច្នេះហើយដំណោះស្រាយមានតែមួយដូចខ្ញុំបាននិយាយមិញយើងគិតប្រជាពលរដ្ឋចេះគិតណាទស្សនិកជនចេះគិតវិញចេះគិតខ្លួនឯងទៅបើចៅកំពុងតែលួចទាលួចមាន់របស់យើងដេញចោលទៅលេងមានចោលមកលួចទៀតទេអាហ្នឹងបើសិនជាទួលលក្ខណៈ
ទូទាំងប្រទេសទាំងអស់គ្នាត្រូវតែធ្វើអញ្ចឹងបើអត់ទេបន្តិចម្ដងបាត់លុយរបស់យើងពីកប៉ាល់ឡើងបាត់ទឹកដីក៏ថាបានដែរឥឡូវបាត់ប្រហែលកន្លែង40ជាងកន្លែងហើយកុំភ្លេចទេណារត់នៅមួយខ្សោយគុំនឹងគេថាម៉េចលាយពីផែនដីហ្នឹងគឺជាប្រវត្តិសាស្ត្ររបស់សកលលោកទាំងមូលទេមើលប្រទេសខ្លះចំប៉ាមានប្រទេសមួយចំនួនដល់ពីមុនរឹងមាំបន្តែដោយសារប្រវត្តិខ្សោយដោយសារពុកកលួយដោយសារកត្តាណាមួយយូរទៅបាត់ពីទឹកដីអញ្ចឹងគឺយើងត្រូវតែផ្ដោតមែនទែនអំពីកន្លែងហ្នឹងហើយខ្ញុំសូមនិយាយមួយទៀតណាបងចុងក្រោយមិនមែនជាការគម្រាមកំហែងអីទេគាត់តែថាបើសិនជាសម្ដេចហ៊ុនសែនយើងកំពុងតែមើលសូមឲ្យគាត់ប្រយ័ត្នតិចណាអាលួយដល់គាត់លួយបានហើយទុកនៅស៊ុយហ្សេឡង់ទុកនៅសិង្ហបុរីទុកនៅអង់គ្លេសទុកនៅអាមេរិកស្មានតែគេមិនដឹងគេដឹងអស់ហើយទោះបីជាអ្នកឯងខំលាក់បណ្ណាក៏ដោយប៉ុន្តែប្រទេសសិង្ហបុរីអង់គ្លេសអាមេរិកអូស្ត្រាលីហ្នឹងគឺធ្វើមិនដឹងធ្វើមិនលឺប៉ុន្តែពេលណាអ្នកឯងអស់អំណាចលុយហ្នឹងគឺយើងត្រូវតែទៅយកមកវិញមកកម្ពុជាវិញដើម្បីសាងសង់សាលារៀនមន្ទីរពេទ្យឬក៏ទៅមិនឲ្យចាស់ជរាមានចូលលុយចូលអត្រែតឬក៏អ្នកដែលឈឺអាចមានឬក៏អ្នកដែលអត់អាចធ្វើការបានទេក៏មានអ្វីដែលគេហៅថាប្រាក់ខែខ្លះអញ្ចឹងទៅដូច្នេះហើយកុំ complete ថាលុយដែលអ្នកឯងលួចប្រហែលពាន់លានដុល្លារគុំជឿគុំប្រកាសពេកតែថាលុយនឹងជាទ្រព្យសម្បត្តិរបស់អ្នកឯងនេះលុយនឹងបានលួចពីគេបានលួចពីប្រជាជនខ្មែរនិងនៅពេលដែលកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដណាយើងត្រូវតែខំណាស់ដើម្បីលទ្ធភាពយកលុយនឹងមកវិញដើម្បីសង្គ្រោះអ្វីដែលសេសសល់ទាក់ទងនឹងធម្មជាតិទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាជនអញ្ចឹងតែអាហ្នឹងជាមិនត្រឹមជាក្តីសម្បត្តិទេអាហ្នឹងជារឿងដែលខ្ញុំប្រាជ្ញានឹងធ្វើមកនៅពេលដែលគេអំណាចហើយជួថាពេលណាអំណាចការតែពុកលួយការអំណាចក៏តែឆាប់ដែរអាហ្នឹងគឺប្រកបណាចាអរគុណច្រើនចាឡិចចាដែលបានចូលរួមជជែកនិងឆ្លើយសំណួរឆ្លើយចម្ងល់តាក់ទងទៅនឹងអំពើពុករលួយនេះហើយតាក់ទងនឹង